ក្រុមហ៊ុនថៃប្រកាសប្រមូលផលិតផលចូលឃ្លាំងវិញក្រោយរកឃើញផលប៉ះពាល់ដល់សុខភាពបងប្អូនដែលប្រើបំពង់ហឺតរបស់ថៃសូមបញ្ឈប់ការប្រើជាបន្ទាន់រដ្ឋាភិបាលចំណីអាហារនិងឱសថរបស់ប្រទេសថៃ FDA បានអះអាងថាក្រុមហ៊ុនផលិតបំពង់ហឺតដ៏ពេញនិយមរបស់ប្រទេសថៃ Hong Thai Herbal បានប្រកាសប្រមូលផលិតផលចូលឃ្លាំងវិញបន្ទាប់ពីធ្វើតែគុណភាពឃើញថាប៉ះពាល់ដល់សុខភាពអ្នកប្រើបងប្អូនគួរតែគិតមើលទៅនេះត្រឹមតែជាបំពង់ហឺតតែប៉ុណ្ណោះទេចុះនៅមានរបស់របរផ្សេងទៀតចំណីអាហារផ្សេងទៀតដែលនាំចូលមកប្រទេសកម្ពុជាតើមានផលិតផលណាខ្លះដែលប៉ះពាល់ដល់សុខភាពនោះហើយពេលនេះយើងគួរណាតែឈប់ប្រើប្រាស់ផលិតផលរបស់ប្រទេសសៀមនេះទៀតទៅនៅថ្ងៃទី28ខែតុលាឆ្នាំ2025រដ្ឋាភិបាលចំណីអាហារនិងឱសថរបស់ប្រទេសថៃ FDA បានអះអាងថាបំពង់ហឺតម៉ាក Formula 2 របស់ក្រុមហ៊ុន Hong Thai Herbal បានបរាជ័យក្នុងការបំពេញតាមស្តង់ដារក្នុងការធ្វើតេស្តឆ្លងមេរោគដោយរកឃើញថាអតិសុខុមប្រាណមួយចំនួនដូចជាផ្សិតនិងវត្ថុបាក់តេរី Clostridium spp នៅក្នុងបំពង់ហឺតនោះរដ្ឋាភិបាលរបស់ថៃបានប្រកាសឲ្យផ្អាកប្រើប្រាស់ផលិតផលនេះជាបន្ទាន់ជាក់ស្ដែងក្រុមហ៊ុន Hong Thai Herbal បានបញ្ជាក់ថាខ្លួនបានប្រមូលមកវិញនៅផលិតផលនេះដែលមានផលិតនៅថ្ងៃទី9ខែធ្នូឆ្នាំ2025ហើយផុតកំណត់នៅថ្ងៃទី8ខែធ្នូឆ្នាំ2027ដោយមានបំពង់ហឺតចំនួន 20000 ដបបងប្អូនដឹងស្រាប់ហើយផលិតផលមួយនេះក៏មានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាយើងដែរហើយក៏មិនដឹងថាមានប្រជាជនប៉ុន្មានអ្នកដែលបានទិញយកទៅប្រើប្រាស់ដោយសារតែគាត់មិនបានដឹងពីបញ្ហាទាំងអស់នេះពេលនេះពួកយើងទាំងអស់គ្នាធ្វើពហិការឈប់ប្រើប្រាស់ផលិតផលរបស់សៀមហើយក៏ឈប់នាំចូលផលិតផលរបស់សៀមទៀតដែរមិនដឹងថាមានផលិតផលអ្វីខ្លះនោះទេដែលនាំចូលមកក្នុងប្រទេសកម្ពុជាយើងកាលពីមិនទាន់មានការបិទព្រំដែនមិនទាន់មានចំនួនជាមួយនឹងប្រទេសថៃហើយក៏មិនដឹងថាផលិតផលណាខ្លះដែលមានបញ្ហាដែរក្រុមហ៊ុនបានទទួលស្គាល់យ៉ាងពេញលេញនិងទទួលលទ្ធផលនៃការត្រួតពិនិត្យរបស់រដ្ឋបាលចំណីអាហារនិងឱសថរបស់ប្រទេសថៃដោយក្តីគោរពបំផុតគួរជម្រាបជូនផងដែរថានៅក្នុងប្រទេសថៃជនណាដែលផលិតផលឱសថគ្មានស្តង់ដារត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ទៅ2ឆ្នាំនិងពិន័យជាប្រាក់រហូតដល់200,000 បាតឬក៏ស្មើនឹង$6,170សហរដ្ឋអាមេរិកឬក៏ត្រូវពិន័យទាំងពីរអ្នកដែលលក់ផលិតផលឱសថគ្មានស្តង់ដារអាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់6ខែពិន័យជាសាច់ប្រាក់រហូតដល់50,000 បាតឬក៏ត្រូវពិន័យទាំងពីរផលិតផលដែលគ្មានស្តង់ដារមិនត្រឹមតែផលិតផលមួយនេះទេវាប្រកាសជាមានផលិតផលដទៃទៀតជាច្រើនហើយផលិតផលបំពង់ហឺតមួយនេះក៏ជាផលិតផលម៉ាកល្បីមួយផងដែរចរាចរទូទាំងពិភពលោកទៅហើយក៏យើងមិនដឹងថានៅក្នុងប្រទេសកម្ពុជាយើងនាំចូលពេលដែលមិនទាន់មានសង្គ្រាមនឹងគ្នានោះច្រើនប៉ុណ្ណានោះដែរហើយអ្នកដែលប្រើប្រាស់បំពង់ហឺតមួយនេះនឹងអាចមានហានិភ័យកើតមហារីកទៀតផងអញ្ចឹងហើយសូមឲ្យបងប្អូនដែលកំពុងតែប្រើប្រាស់ផលិតផលមួយនេះឬក៏មិនទាន់បានប្រើប្រាស់ផលិតផលមួយនេះទេសូមកុំប្រើដាច់ខាតវាជារឿងមួយដែលគួរអស់សំណើចខ្លាំងណាស់ប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់មានចរន្តទីផ្សារខ្លាំងនិងមានផលិតផលជាច្រើននៅក្នុងប្រទេសបែរជាផលិតបានផលិតផលបែបនេះចេញមកទៅវិញហើយក៏បានលក់ទៅកាន់ទីផ្សារអន្តរជាតិផងដែរមើលទៅប្រទេសថៃពេលនេះខ្មាស់គេមិនស្ទើរនោះទេរឿងពីមួយទៅមួយហាក់បីដូចជាជន់ឈ្លីខ្លួនឯងពេកហើយផលិតផលមួយនេះរដ្ឋបាលចំណីអាហាររបស់ប្រទេសថៃបានហាមជាដាច់ខាតហើយមិនឲ្យមានការប្រើប្រាស់ឬមានការចរាចរទៀតជាដាច់ខាតហើយទោះបីជាយ៉ាងណាខ្ញុំក៏ជឿថាប្រជាជនរបស់ប្រទេសកម្ពុជាមិនប្រើប្រាស់របស់ថៃទៀតជាដាច់ខាតទាំងដែលផ្នត់គំនិតរបស់ប្រជាជនកម្ពុជាយើងជាយូរមកហើយតែងតែមានផ្នត់គំនិតថាឲ្យតែទំនិញរបស់របរឬមួយដែលផលិតផលចំណីអាហារឬមួយក៏អ្វីក៏ដោយឲ្យទៅនាំចូលមកពីប្រទេសថៃគឺសុទ្ធតែល្អទាំងអស់ឥឡូវយើងបកមកវិញមកមើលផលិតផលមួយនេះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអាចនឹងកើតជំងឺមហារីកថែមទៀតផងហើយវាក៏បានផលិតនៅក្នុងប្រទេសថៃដែរគិតទៅអ្វីដែលយើងតែងតែគិតកន្លងមកមិនដូចអ្វីដែលយើងគិតទេផលិតផលរបស់ថៃមិនប្រកាសថាល្អទាំងអស់នោះទេហើយពេលនេះបងប្អូនគួរតែបញ្ឈប់នឹងការប្រើប្រាស់ផលិតផលរបស់ថៃហើយងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកយើងវិញប៉ុន្តែសូមឲ្យផលិតផលនៅក្នុងស្រុករបស់យើងត្រូវតែផលិតដោយមានគុណភាព
ដើម្បីឲ្យប្រជាជនរបស់យើងគាត់ប្រើប្រាស់ទៅមានទំនុកចិត្តនិងដើម្បីកាត់បន្ថយការនាំចូលផងដែរមួយរយៈនេះយើងក៏មើលឃើញដែរថានៅពេលដែលបិទព្រំដែនជាមួយនឹងប្រទេសថៃបិទការនាំចូលជាមួយនឹងប្រទេសថៃផលិតផលក្នុងស្រុករបស់យើងក៏ចាប់ផ្ដើមលក់ដាច់ហើយក៏ចាប់ផ្ដើមមានទីផ្សារយើងមិនចាំបាច់ទៅពឹងពាក់ដង្ហើមគេដកនោះទេយើងត្រូវតែធ្វើឲ្យថៃដឹងថាប្រទេសយើងទោះបីជាគ្មានការនាំចូលពីប្រទេសថៃក៏ប្រទេសយើងអាចរស់នៅបានដែរយើងត្រូវតែធ្វើឲ្យអ្នកជិតខាងដ៏ក្រអឺតក្រទមរបស់យើងគឺប្រទេសសៀមដែលគិតថាខ្លួនឯងគឺជាអ្នកផ្គត់ផ្គង់ធំបំផុតឲ្យកម្ពុជាយើងហើយយល់ច្រឡំខ្លួនឯងថាអញជាអ្នកលក់អញគឺជាស្ដេចនិងមានឥទ្ធិពលគំរាមគេបសង្កត់និងដាក់សម្ពាធគ្រប់យ៉ាងមកលើអតិថិជនដូចជាកម្ពុជាយើងដោយប្រកែកមិនបាននិងនិយាយដោយទទួលស្គាល់ការពិតតាំងពីដើមមកពលរដ្ឋកម្ពុជាឲ្យតម្លៃខ្ពស់ណាស់ទៅលើទំនិញរបស់ប្រទេសថៃហើយពេលខ្លះតម្លៃនោះវាជ្រុលបន្តិចផងលើរាល់ផលិតផលដែលផលិតដោយសៀមនេះគឺជារឿងពិតឧទាហរណ៍រឿងតូចសូម្បីតែត្រីអាំងបើមានពាក្យថាបែបថៃឬសាច់អាំងបែបថៃគេនឹងឃើញមានមនុស្សចូលពេញនេះមិនតនិយាយដល់ផលិតផលប្រើប្រាស់អាហារកំប៉ុងសម្លៀកបំពាក់និងរឿងកុនថៃទៀតផងក៏ជាទីពេញនិយមពីសំណាក់ពលរដ្ឋកម្ពុជាដូចគ្នាគួររំលឹកផងដែរថារាជរដ្ឋាភិបាលរបស់កម្ពុជាបានបិទការប្រើប្រាស់ផលិតផលថៃនិងគាំទ្រផលិតផលថៃទៀតហើយប៉ុន្តែគួរឲ្យស្ដាយការគាំទ្រពីសំណាក់អតិថិជនជិតខាងនេះមិនត្រូវបានសៀមឲ្យតម្លៃទាល់តែសោះហើយក៏មិនបានលើកអតិថិជនធ្វើជាស្ដេចដោយទ្រឹស្ដីសេដ្ឋកិច្ចនោះដែរតែបានមកវិញនៅការយល់ច្រឡំនិងមើងងាយយល់ថាពេលដែលអត់ពីគេទៅឬចង់បានរបស់របរអីពីគេត្រូវមកលុតជង្គង់សុំទិញគេដំណើរយល់ឃើញបែបនេះបានធ្វើឲ្យសៀមកើតអំនួតពើងទ្រុងនិងមានចរិតក្អេងក្អាងហើយផ្នែកគំនិតនេះកើតឡើងលើប្រជាជនតាំងពីពលរដ្ឋធម្មតារហូតដល់ថ្នាក់ដឹកនាំប្រទេសដូច្នេះហើយទើបជាពេលនេះម៉ោងនេះពួកគេបាយចំមកគម្រាមផ្ដាច់ភ្លើងផ្ដាច់អ៊ីនធឺណិតបិទបើកច្រកព្រំដែនតាមចិត្តចង់បិទក៏បិទចង់បើកក៏បើកបិទការលក់ប្រេងសាំងជាដើមដោយគិតថាប្រទេសកម្ពុជានឹងទៅវ៉សុំការសន្តោសប្រណីពីខ្លួនហើយមើលទៅនោះប៉ុន្តែផ្ទុយទៅវិញថ្នាក់ដឹកនាំកម្ពុជាបានផ្ដល់មេរៀនយ៉ាងចាស់ដៃធ្វើឲ្យសៀមស្គាល់រសជាតិចំណេះជីកឯងគឺកម្ពុជាគ្មានទេការភ័យខ្លាចនិងមិនចោះញោមនោះឡើយដែលផ្ទុយស្រឡះពីអ្វីដែលពួកជ្រុលនិយមថៃបានគិតថាកម្ពុជាសៀមជាប្រទេសជិតខាងមិនអាចរស់ដោយគ្មានគ្នាបានទេប៉ុន្តែមេរៀនលើកនេះនឹងបានបង្រៀនឲ្យពលរដ្ឋកម្ពុជាកុំលើកដំកើងតម្លៃផលិតផលក្រៅស្រុកហើយងាកមកប្រើប្រាស់ផលិតផលដែលយើងផលិតនៅក្នុងស្រុកខ្លួនឯងវិញហើយឈរឲ្យរឹងមាំដោយខ្លួនឯងហើយមេរៀនលើកនេះផងដែរក៏បានបង្រៀនទៅសៀមឲ្យឈប់ក្អេងក្អាងតទៅទៀតបើមានគម្រោងគៀបសង្កត់ចំពោះកម្ពុជាទៀតប្រហែលជាត្រូវគិតម្ដងទៀតហើយចំណែកការបិទច្រកព្រំដែនវិញអ្នកជំនាញនៃប្រទេសថៃបានលើកឡើងថាចំណាត់ការបិទព្រំដែនរួមជាមួយនឹងកម្ពុជាភាគីខាងថៃអាចប៉ះពាល់ដល់ពលករនិងសហគ្រិនកម្ពុជាក្នុងរយៈពេលខ្លីប៉ុណ្ណោះប៉ុន្តែថៃគឺអាចប៉ះពាល់រយៈពេលវែងហើយអាជីវកម្មរបស់ថៃគឺអាចរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរនេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ PBS អ្នកជំនាញផ្នែកសន្តិសុខនិងកិច្ចការអន្តរជាតិថៃបានថ្លែងយ៉ាងដូចនេះថាក្នុងរយៈពេលវែងការបិទទំនាក់ទំនងមានផលប៉ះពាល់កាន់តែខ្លាំងទៅលើអាជីវកម្មរបស់ថៃហេតុផលនោះគឺនៅចំណុចត្រួតពិនិត្យព្រំដែនមួយចំនួនទំហំពាណិជ្ជកម្មប្រចាំឆ្នាំឈានដល់កម្រិតខ្ពស់រហូតដល់300 ប៊ីលានបាតការសម្ដែងក្តីបារម្ភពីអ្នកជំនាញថៃយ៉ាងដូចនេះធ្វើឡើងក្រោយយោធាថៃសម្រេចចិត្តជាឯកតោភាគីបិទព្រំដែនទាំងអស់ជាមួយកម្ពុជាសូមអរគុណសម្រាប់ការតាមដានទស្សនាសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងបាទ